ថ្ងៃនេះខ្ញុំមានដំណឹងល្អមួយសម្រាប់បងៗដែលចិញ្ចឹមផ្ទះជាកម្មហើយកុំភ្លេចជួយ share មួយផងដើម្បីផ្ដល់ដំណឹងនេះទៅដល់បងៗដែលអ្នកចិញ្ចឹមជាកម្មឬមិនទាន់ចិញ្ចឹមជាកម្មថ្ងៃនេះខ្ញុំបានទទួលព័ត៌មានមួយគឺរដ្ឋាភិបាលចិននិងរដ្ឋាភិបាលរបស់កម្ពុជាយើងហ្នឹងគឺបានចុះកិច្ចព្រមព្រៀងឬក៏ថាការផ្ទេរឯកសារព្រមឲ្យនាំចូលសម្ភារៈកសិកម្មមួយចំនួនដូចជាសត្វក្រពើហើយសម្ភារៈកសិកម្មមួយចំនួនទៀតពាក់ព័ន្ធនឹងកសិកម្មណាហើយក្នុងនោះក៏មានសបុកជាកម្មយើងផងដែរបាទអញ្ចឹងបងៗអ្នកចិញ្ចឹមជាកម្មឬក៏ត្រៀមចិញ្ចឹមជាកម្មគឺយើងមានទីផ្សារធំទូលាយហើយគឺនៅប្រទេសចិនគឺគេបានអនុញ្ញាតឲ្យយើងនាំចូលហើយបាទអញ្ចឹងយើងមើលវីដេអូទាំងអស់គ្នាបងប្អូនប្រទេសជាប់របៀបមជ្ឈមណ្ឌលអង្គនិងឯកសារពាក់ព័ន្ធនឹងការនាំចេញក្រពើដែលបានកាត់ពូជនៅកសិដ្ឋានសមុទ្រជាកម្មនិងផ្លែទុរេនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន以高度经济法重点大计划高校两国政府共同推进鱼米走廊建设បាទដូចបានទស្សនាវីដេអូបាញ់មិញហើយអញ្ចឹងសម្រាប់បងមានផ្ទះជាកម្មឬក៏សបុកជាកម្មយើងត្រៀមខ្លួនដើម្បីធ្វើការនាំចេញទៅប្រទេសចិនហើយមួយទៀតសម្រាប់បងដែលមិនទាន់មានផ្ទះជាកម្មរៀបនឹងសាងសង់អីផ្សេងៗក៏បងអាចសួរនាំខ្ញុំឬប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការសាងសង់អីផ្សេងៗបងអាចទំនាក់ទំនងតាក់ទងមកខ្ញុំផ្ទាល់តាមរយៈលេខ Telegram ឬក៏លេខទូរស័ព្ទផ្សេងៗសំណួរផ្សេងៗបងអាចខមមិនសួរនៅខាងក្រោមវីដេអូនេះក៏បានដែរបាទហ្នឹងហើយយើងរួមគ្នាទាំងអស់គ្នាដើម្បីវិស័យជាកម្មនេះបាទអរគុណជម្រាបលា